នេះបងប្អូនគឺ FBI ប្រកួតជាមួយផ្លូវជីវិតមិត្តភាពទេបងប្អូនដូច្នេះហើយកូនកំហត់កូនខ្ញុំក៏ទំប្រកួតជាលើកទី1ទេលើកទី1ផងគាត់ក្នុងការប្រកួតនៅក្នុងសាលា FBI Soccer School ហើយបងប្អូនអើយលេងទៅសងតង់គ្នាដែរតើចូលថ្មីបានមួយអាទិត្យបានប្រកួតម្ដងនេះលយដែរក៏សប្បាយចិត្តដែរដែលមានកូនស្រឡាញ់កីឡាព្រោះសម័យឥឡូវចង់បានតែកូនហាត់កីឡាធ្វើអ្វីដែលមានប្រយោជន៍សម្រាប់ជាតិធ្វើអ្វីដើម្បីសុខភាពនិងមិត្តភាពគឺល្អហើយខ្លាចបំផុតគឺដើរផ្លូវខុសធ្វើអ្វីដែលខុសច្បាប់ដូច្នេះហើយមានកូនយើងបានឃើញកូននឹងស្រឡាញ់កីឡាធ្វើអ្វីដើម្បីសុខភាពខ្លួនឯងប្រឹងប្រែងរៀនសូត្រអស់ពីប្រឹងប្រែងរៀនសូត្រពេលទៅទៅហាត់កីឡាដើម្បីជាមិត្តភាពផងដើម្បីសុខភាពផងហើយបង្កើនចំណេះដឹងព្រោះសម័យឥឡូវគឺកីឡាបាល់ទាត់និយាយចំទៅគឺពេញនិយមខ្លាំងតែម្ដងហើយចឹងទៅបានឃើញកូនគាត់ស្រឡាញ់ផ្នែកហ្នឹងក៏សប្បាយចិត្តដែរយើងជាម៉ែឪក៏សប្បាយចិត្តដែរព្រោះការទៅលេងកីឡាគឺធ្វើឲ្យគាត់នឹងផ្ដាច់ការចូលចិត្តលេងហ្គេមការចូលចិត្តនឹងលេងអ្វីផ្សេងនៅក្នុងទូរស័ព្ទដែលធ្វើឲ្យខាតពេលវេលាធ្វើឲ្យមានបញ្ហាខួរក្បាលធ្វើឲ្យមានបញ្ហាសតិអារម្មណ៍ដោយសារតែហ្គេមទាំងទូរស័ព្ទនឹងដែរចឹងទៅយើងក៏សប្បាយរីករាយគ្រប់បែបយ៉ាងដែលឃើញកូនស្រឡាញ់កីឡានេះក្រុមកាត់ប្រកួតសុទ្ធស្វែងល្អណាស់និយាយពីមើលទៅជក់ចិត្តណាបងប្អូនជក់ចិត្តមែនទេដូច្នេះហើយបានថាយើងជាឪពុកម្ដាយពេលខ្លះកូនស្រឡាញ់អីដែលត្រឹមត្រូវស្របច្បាប់យើងគួរតែអនុញ្ញាតនិងបំពេញបំណងពួកគាត់ទៅដូចពេលខ្លះទៅខ្ញុំឃើញកូនក្មេងគាត់ស្រឡាញ់ចាំត្រីចាំអីម៉ាក់ប៉ាខ្លះគាត់ហាមឃាត់គាត់គិតថាចេះចោះណាតាមឧត្តមគតិរបស់ឪពុកម្ដាយរៀងខ្លួនសរុបការប្រកួតគឺ FBI 10ផ្លូវជីវិត1អបអរសាទរកូនទាំងអស់គ្នាធ្វើបានល្អ